Ok, chẳng hoạt dânបន្តទៀតគឺខ្ញុំរកយកលំហាត់ទី54ចឹងក្នុងហ្នឹងគឺគេផ្ដល់ឲ្យមកមាន3 view ដូចគ្នាមាន top មាន front មាន right ចឹងករណីនេះខ្ញុំរើសយក top view ក្នុងការគូរចាប់ផ្ដើមចេញពី top view មុនចឹងដូចគ្នាគឺវាចាប់ផ្ដើមចេញពីចតុកោណដែលមានបណ្ដោយ100 មីលីម៉ែត្រនិងទទឹង60 មីលីម៉ែត្រខ្ញុំបង្កើត file ថ្មីសិនកោណបណ្ដោយ100ទទឹង60អូខេខ្ញុំប្រើ Smart Dimension អញ្ចឹងការប្រើ Smart Dimension នៅពេលយើងចាប់ផ្ដើមគូរដំបូងគឺជាជម្រើសល្អមួយក្នុងការ verify ថារូបរបស់យើងពិតជាគូរត្រូវតាម Dimension របស់គេមែនហើយករណីនេះអានេះគឺ20 មីលីម៉ែត្រខ្ញុំប្រើចតុកោណដែលវាប្រភេទជា rectangle by 2 point ដូចគ្នាដែរ Smart Dimension ខ្ញុំចាប់ចុះវែងចំណុច2នេះ20 មីលីម៉ែត្រអ្វីtrongការបន្តទៀតគឺកម្រាស់អញ្ចឹងរូបនេះគឺអានេះគឺកម្រាស់20កម្ពស់កម្រាស់ទាំងអស់គឺ70ប៉ុន្តែត្រឹមនេះ45ត្រឹមកន្លែងស្មានេះអញ្ចឹងចាប់ដើមដោយកន្លែងទាំងពីរនេះសិនចុះក្រោម20 មីលីម៉ែត្រអូខេដល់លើចំនួន45តមកទៀតរង្វង់នេះក៏ចិត្តគឺ40អក្រាស់50នេះគឺចំកណ្ដាលយ៉ាងមក40 50 40 50អូខេឥឡូវខ្ញុំដាក់កម្រាស់សិនអញ្ចឹងករណីនេះគឺវាមានកម្រាស់20 មីលីម៉ែត្រដែរអូខេអញ្ចឹងស្មានេះគឺប្រភេទជាកោណគឺគេប្រើ round អញ្ចឹង round នេះកម្ម15ដាក់ round ហើយចាំគូរវងបន្ថែម15 15ហើយខាងក្រោមគឺ30 30 30អូខេអញ្ចឹងចុងក្រោយគឺរង្វង់ពីរនេះអញ្ចឹងរង្វង់នេះគឺកប់ចិត្តនេះគឺ10ចម្ងាយវាគឺ15 15 10 10 15 15អូខេអញ្ចឹងខ្ញុំសាក work នេះសិន15ហើយជាមួយនឹងនេះគឺស្មើគ្នាហើយយើងមិនបាច់ work ក៏បានដែរអូខេខ្ញុំកាត់វាចោលអូខេអញ្ចឹងមើលទៅដូចជាអស់ហើយអញ្ចឹងរូបរបស់យើងគឺប៉ុណ្ណឹងឯងខ្ញុំបិទ dimension ចោលក្នុង PMI sketch នេះគឺនៅក្នុង Pathfinder ដូចគ្នាអូខេខ្ញុំដាក់ material ខ្ញុំប្រើទៅជា bronze 90% អូខេអរគុណច្រើន